សួស្តីអ្នកទាំងអស់គ្នាមកមើលវីដេអូបន្ទាប់របស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញពីការរុំស្បៃខ្មែរអ្នកខ្លះក៏គេហៅថាស្បៃធំអញ្ចឹងទៅហើយអ្នកខ្លះទៀតក៏ហៅថាស្បៃភួយតែជាទូទៅគេហៅថាស្បៃធំហើយស្បៃខ្មែរអញ្ចឹងទៅនេះស្បៃខ្មែរយើងមាននេះស្បៃខ្មែរហើយសម្ភារៈសម្រាប់យើងត្រូវមានដូចជាអាវគប់អ្នកទាំងអស់គ្នាឃើញទេនៅក្នុងវីដេអូហ្នឹងហើយបន្ទាប់មកនេះគេហៅថាប្រដាប់ពៅខ្លួនសម្រាប់ឲ្យខ្លួនយើងនឹងស្មើត្រង់ដើម្បីរុំស្បែកខ្មែរទៅបំពេញវាឲ្យឃើញមូលឃើញរាងយើងមូលហើយនេះ model របស់យើងមើលអ្នកទាំងអស់គ្នានេះអ្នកទាំងអស់គ្នាឃើញខ្ញុំកាន់ប្រដាប់ពៅហ្នឹងអត់នេះឥឡូវយើងកំពុងតែមើលរាង model យើងហើយមើលគាត់សិនតើធុងគាត់ហើយនឹងចកេះគាត់ហើយនឹងរាងគាត់នឹងត្រូវអត់ឥឡូវខ្ញុំយកប្រដាប់ពៅហ្នឹងយកមកដាក់នៅលើធុងគាត់នេះអ្នកទាំងអស់គ្នាឃើញខ្ញុំដាក់ឥឡូវនេះខ្ញុំយកប្រដាប់ពៅយកមកដាក់នៅលើខ្លួនរបស់គាត់ឲ្យឃើញអ្នកទាំងអស់គ្នាតែប្រដាប់ពៅហ្នឹងយើងមិនចេះតែដាក់ឯណាអ្នកទាំងអស់គ្នាឥឡូវឃើញខ្ញុំបត់ទេបត់ហ្នឹងយើងបត់ជាពីរហ្នឹងលើកលែងតែធុងគាត់ធំខ្លាំងមែនតើណាបានយើងបត់ជាពីរអញ្ចឹងដើម្បីដាក់តែនេះធុងគាត់អត់ធំទេយើងត្រូវលាវាឲ្យអស់ដើម្បីដាក់ឲ្យវាស្មើជាមួយនឹងចកេះហើយនឹងធុងរបស់គាត់ឥឡូវខ្ញុំចាប់ផ្ដើមខ្ទាស់ហើយចាប់ផ្ដើមខ្ទាស់មកចូលមួយជាមួយនឹងប្រដាប់ពៅយើងខ្ទាស់ឲ្យជាប់នឹងសាច់អាវណាទាំងអស់គ្នាហើយខ្ញុំក៏មកខ្ទាស់នៅមកចាហៀងទៀតដើម្បីឲ្យវាសងខាងហ្នឹងវាលំនឹងហើយដើម្បីឲ្យឃើញរាងគាត់ហ្នឹងមូលស័ក្តិសមនឹងដងខ្លួនដើម្បីពេលយើងរុំស្បៃខ្មែរទៅវាឃើញមូលហើយឥឡូវនេះខ្ញុំក៏លើកស្បៃនេះគេហៅស្បៃខ្មែរចង់និយាយថាស្បៃអ្នកខ្លះក៏មានជាយសងខាងទៅស្បៃខ្លះក៏អត់មានជាយសងខាងឯមានតម្លាក់រំយោលមកចាហៀងមានអត់មកចាហៀងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែមើលណាកន្លែងហ្នឹងឥឡូវនេះខ្ញុំមើលស្បៃហើយស្បៃហ្នឹងវាមានរំយោលតែមកចាហៀងឯងអញ្ចឹងអាកន្លែងដែលអត់មានរំយោលខ្ញុំយកវាយកមកដាក់នៅក្រោមក្លៀកmodel យើងណាហ្នឹងការរុំស្បៃខ្មែរឲ្យបានស្អាតនេះឥឡូវខ្ញុំចាប់ផ្ដើមខ្ទាស់មកជុលជាទូទៅយើងខ្ទាស់អ្នកខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាខ្ទាស់មកទេតែជាទូទៅគឺខ្ញុំខ្ទាស់ជាជួរខ្ទាស់មកជួរហ្មងណាអ្នកទាំងអស់គ្នាមិនមែនខ្ទាស់តែមួយតែពីរទេខ្ញុំជាទូទៅខ្ញុំខ្ទាស់ម្ដងជាជួរម្ដងដូចជាខ្ញុំបានរាប់បញ្ចូលថាខ្ញុំត្រូវខ្ទាស់ប៉ុន្មានទេតែជាទូទៅគឺខ្ញុំខ្ទាស់ជួរឲ្យខ្ទាស់ឲ្យច្រើនឲ្យជាប់គ្នាហ្មងអ្នកទាំងអស់គ្នាចាំមើលនៅកន្លែងហ្នឹងព្រោះខ្ញុំខ្ទាស់អត់មាន1 2អីដូចគេទេគឺខ្ញុំខ្ទាស់ជួរដូច5 6មកជុលអីចឹងចោលចឹងទៅហើយពេលខ្លះអ្នកដែលគាត់ដោះកៅអៅអញ្ចឹងក៏ធុញដែរណាវាមកជុលច្រើនណោះតែបើអ្នកទាំងអស់គ្នាត្រូវចាំថាខ្ទាស់អញ្ចឹងបានលំនឹងស្បៃដែលយើងទាញហ្នឹងវាអត់អង្គលទៅណាយល់ទេអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាស្ដាប់អត់តន់កន្លែងណាអត់យកកន្លែងណាអីអាចឆាតមក comment នៅក្នុង YouTube នឹងបានហើយចាំខ្ញុំ reply តបទៅវិញហើយឥឡូវនេះយើងខ្ទាស់អស់ហើយណាអ្នកបន្ទាប់ពីយើងខ្ទាស់មកចូលកន្លែងហ្នឹងអស់ហើយណាអ្នកទាំងអស់គ្នាមើលហើយអ្នកឃើញខ្ញុំឆ្អល់បង្ហាញនៅក្រោមក្លៀកណាកុំភ្លេចថាត្រូវដាក់ស្បៃនៅក្រោមក្លៀកបោះកូនកំមុំឬក៏ model ដាក់ស្បៃនៅក្រោមហើយយើងត្រូវខ្ទាស់មកជុលជាជួរបន្ទាប់មកយើងត្រូវលើកស្បៃហ្នឹងឡើងយើងទាញវាចុះមកខាងក្រោមដាក់វានៅខាងក្រោមក្លៀកនេះអ្នកទាំងអស់គ្នាមើលហើយបន្ទាប់មកស្បៃនេះវិធីដែលយើងត្រូវរុំស្បៃម្នាក់ឯងអានេះណាតែជាទូទៅក៏ពិតយើងត្រូវមានគ្នា2នាក់ម្នាក់ទៀតចាំនៅខាងក្រោយគឺជួយកាន់លើកទៅខាងលើឲ្យវាបានខ្ពស់តែអ្នកទាំងអស់គ្នាបន្ទាប់មកនេះកន្លែងនេះក៏កន្លែងសំខាន់របស់យើងគឺខ្ទាស់ខាងលើចោលមួយហ្នឹងកន្លែងហ្នឹងគឺខ្ទាស់ឲ្យជាប់តំណងនៃអាវគប់របស់យើងហ្នឹងណានេះដោយសារតែមកជុលខ្ញុំវាអត់សូវមុតដល់អ្នកទាំងអស់គ្នាអាខ្លះបាក់ក្បាលអាខ្លះអីចឹងទៅហ្នឹងហើយខ្ញុំត្រូវដូរមកជុលហើយបន្ទាប់មកយើងត្រូវខ្ទាស់នៅខាងក្រោមក្លៀកមួយទៀតអ្នកទាំងអស់គ្នាកុំភ្លេចខ្ទាស់នៅខាងតំណងខាងលើនឹងមួយជាគោលវាលំនឹងវាមួយហើយយើងត្រូវខ្ទាស់ស្បៃនៅខាងក្រោមក្លៀកមួយទៀតដើម្បីទប់លំនឹងតែទប់លំនឹងហ្នឹងក៏ត្រូវទាញស្បៃឲ្យវាតឹងឲ្យហើយដែរណាអ្នកទាំងអស់គ្នាទាញឲ្យវាមានលំនឹងឲ្យស្អាតហើយទៅនាងចាប់ផ្ដើមឃើញរាងហើយកន្លែងខ្ញុំច្អល់ហ្នឹងហើយយើងខ្ទាស់នៅកន្លែងក្រោមក្លៀកបន្ទាប់មកយើងឲ្យ model បាយខាងក្រោយចំណុចសំខាន់នៅខាងក្រោយក៏ពិតយើងត្រូវមានគ្នាម្នាក់ទៀតនៅខាងក្រោយចាំជួយលើកស្បៃដូចខ្ញុំកាន់ចឹងលើកទៅខាងលើឲ្យខ្ពស់តែដោយសារតែខ្ញុំមានតែម្នាក់ឯងអញ្ចឹងខ្ញុំរុំស្បៃបែបម្នាក់ឯងឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងខ្ញុំត្រូវលើកស្បៃហ្នឹងទៅដាក់នៅលើស្មារបស់ model ឬក៏កូនកំមុំអីចឹងទៅហ្នឹងវិធីដែលយើងត្រូវរុំស្បៃម្នាក់ឯងអ្នកទាំងអស់គ្នាដូចខ្ញុំច្អល់ប្រាប់ចឹងត្រូវលើកស្បៃឲ្យខ្ពស់ដាក់នៅលើស្មាបន្ទាប់មកយើងត្រូវយកមកជុលហ្នឹងត្រូវខ្ទាស់នៅខាងចង្កេះ
ទាញឲ្យវាតឹងអ្នកទាំងអស់គ្នាទាញឲ្យតឹងហើយយើងចាប់ផ្ដើមត្រូវខ្ទាស់នៅចង្កេះមួយទៀតខ្ទាស់នៅចង្កេះហើយយើងចាប់ផ្ដើមស្ទាបឃើញមូលទេឃើញរាងតូចមូលបន្ទាប់មកយើងត្រូវបត់ស្បៃនៅខាងក្រោយតែអ្នកខ្លះគេអត់បត់ដូចខ្ញុំអញ្ចឹងទេតែវិធីរបស់ខ្ញុំត្រូវស្បៃនៅខាងក្រោយដើម្បីឲ្យឃើញរាងចង្កេះតូចខាងលើធំនិយាយទៅរាងនោះស្អីយើងដល់ខាងលើធំចង្កេះតូចមកឃើញរាងអក្សរ S ហ្នឹងហើយហ្នឹងមិនស្អាតបន្ទាប់មកយើងត្រូវលើកនេះយើងត្រូវយកស្បៃហ្នឹងមកខាងមុខយកស្បៃហ្នឹងមកខាងមុខយើងត្រូវទាញកន្ធាក់វាបន្តិចមិនកន្ធាក់យកបន្ទាប់ពីយើងទាញមិនកន្ធាក់ឯណាអ្នកទាំងអស់គ្នាមិនកន្ធាក់អីចង់និយាយថាយើងចាប់ផ្ដើមវាថាទាញសម្រូតវាចុះក្រោមម្ដងតិចដូចខ្ញុំទាញអញ្ចឹងណាទាញម្ដងតិចហើយយើងចាប់ផ្ដើមសម្រួលស្បៃយើងនេះឃើញទេអ្នកទាំងអស់គ្នាសម្រួលស្បៃហើយយើងកាន់អាខាងក្រោមដែលខ្ញុំកាន់នេះអាខាងក្រោមហ្នឹងគឺយើងកាន់ឲ្យជាប់អត់ឲ្យលបោទេណាទាំងអស់គ្នាបន្ទាប់ពីយើងកាន់វាឲ្យជាប់ហើយយើងត្រូវពេលយើងមើលវាទៅស្បៃយើងវាអត់ហើបអត់អីទេយើងត្រូវខ្ទាស់វាចោលកន្លែងហ្នឹងមួយបន្ទាប់ពីយើងខ្ទាស់កន្លែងហ្នឹងចោលយកលំនឹងខ្ទាស់កន្លែងហ្នឹងមិនចេះតែខ្ទាស់ណាខ្ទាស់ស្បៃឲ្យជាប់នឹងអាវគប់ខ្ទាស់ស្បៃឲ្យជាប់នឹងអាវគប់ណាអ្នកទាំងអស់គ្នានេះដូចខ្ញុំបង្ហាញខ្ញុំចូលប្រាប់ហ្នឹងខ្ទាស់ស្បៃឲ្យជាប់នឹងអាវគប់ដើម្បីឲ្យវានឹងកុំឲ្យពេលយើងទាញកន្លែងស្មាហ្នឹងយកមកភ្ជាប់ជាមួយនឹងខាងក្រោយស្បៃរបស់យើងហ្នឹងកុំឲ្យវាលបោតឬក៏កុំឲ្យវារបៀបគេថាអង្គិលណាកុំឲ្យវាអាស្បៃហ្នឹងវារំកិលហ្នឹងហើយបន្ទាប់ពីហើយយើងដូចខ្ញុំបង្ហាញមិញអញ្ចឹងម្ជុលធំយើងម្ជុលធំហ្នឹងគឺយើងសម្រាប់ទុកខ្ទាស់នៅខាងក្រោយស្បៃណាម្ជុលធំនេះខ្ទាស់ខាងក្រោយស្បៃហ្នឹងក៏មិនមែនយើងចេះតែខ្ទាស់ដែរខ្ទាស់ខាងក្រោយស្បៃហ្នឹងគឺយើងខ្ទាស់ស្បៃអាស្បៃដែលយើងតម្លាក់ចុះមកហើយនឹងអាស្បៃដែលខាងក្រោមត្រង់ហ្នឹងហើយនឹងអាវគប់និយាយទៅខ្ទាស់ធ្វើឲ្យជាប់នឹងអាវគប់អញ្ចឹងបានស្បៃយើងអត់រិលអត់ងាកទៅណាវានឹងណាហើយបន្ទាប់ពីយើងខ្ទាស់វាជាប់ហើយអ្នកទាំងអស់គ្នាអាកន្លែងដែលយើងចេះបាច់វាបត់វាបន្តិចហ្នឹងយើងក៏ត្រូវខ្ទាស់វាដែរខ្ទាស់វាដើម្បីឲ្យយើងមើលមកពីខាងមុខដើម្បីឲ្យឃើញរាង model រាងកូនក្រមុំយើងហ្នឹងរាងតូចខាងលើធំនេះដូចខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងណាឃើញរាងតូចរាងតូចនេះរាងតូចហើយខាងលើហ្នឹងឃើញធំហើយអ្នកទាំងអស់គ្នាឃើញហើយមើលសងខាងតែមានឃើញសល់សាច់កន្លែងណាទេគឺវាស្មើគ្នាល្អហ្មងអញ្ចឹងអ្នកទាំងអស់គ្នាមើលវីដេអូមួយនេះហើយកុំភ្លេចទៅអនុវត្តទាំងអស់គ្នាណាហើយបើមានកន្លែងណាខុសឆ្គងអីសូមកុំប្រកែកប្រកាន់អីព្រោះដោយសារតាវីដេអូមួយនេះខ្ញុំធ្វើគ្រាន់តែបង្ហាញឲ្យអ្នកទាំងអស់គ្នាបានដឹងថាវិធីមិនដែលធ្វើឲ្យរុំស្បែកទៅមកទៅឃើញស្អាតហើយអ្នកទាំងអស់គ្នាមើល model យើងហើយអើយអត់ផងហ្នឹងហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយចូល subscribe នៅក្នុង channel YouTube របស់នាងខ្ញុំផងអរគុណអ្នកទាំងអស់គ្នាសម្រាប់មើលវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយបាយបាយ